លោកអនុទានហ៊ានត្រឹមប្រាប់មីយ៉ាន់ម៉ាថាលើកក្រោយគុំធ្វើដូច្នេះទៀតប៉ុន្តែមិនហ៊ានខ្លាំងតតាំងនឹងមីយ៉ាន់ម៉ាឡើយជារឿងមួយដែលអាចសបញ្ជាក់យ៉ាងច្បាស់ពីភាពខ្លាចរអារបស់ប្រទេសថៃចំពោះមីយ៉ាន់ម៉ាបើទោះបីជាប្រទេសនេះបានទទួលរងនៅផលប៉ះពាល់និងឈានដល់ការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់នោះជាបន្ទាន់បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងទឹកដីមីយ៉ាន់ម៉ាជាប់ព្រំដែនថៃដែលយន្តហោះចម្បាំងមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកមួយគ្រាប់ចូលទៅក្នុងទឹកដីថៃក៏ដោយជាក់ស្ដែងក្រោយហេតុការណ៍នេះនាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវីរៈគុលបានត្រឹមប្រាប់មីយ៉ាន់ម៉ាថាលើកក្រោយកុំឲ្យធ្វើដូច្នេះទៀតប៉ុន្តែមិនហ៊ានខ្លាំងតតាំងឬគំរាមកំហែងតបតនឹងមីយ៉ាន់ម៉ាវិញឡើយយោងតាមការចុះផ្សាយដោយកាសែតថៃខៅសតកាលពីថ្ងៃទី22ខែមេសាឆ្នាំ2026បានឲ្យដឹងថានាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវីរៈគុលបានចេញសារមួយសម្រាប់មីយ៉ាន់ម៉ាដែលលើកឡើងពីកង្វល់យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ាបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងទឹកដីមីយ៉ាន់ម៉ាដែលបណ្ដាលឲ្យមានគ្រាប់បែកមួយគ្រាប់ធ្លាក់ចូលទៅក្នុងទឹកដីថៃលោកអនុទានបាននិយាយថាលោកមានការព្រួយបារម្ភអំពីស្ថានភាពគ្រប់ទិដ្ឋភាពទាំងអស់ហើយក៏បានសង្កត់ធ្ងន់ប្រាប់មីយ៉ាន់ម៉ាថាការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនមិនគួរត្រូវបានរាលដាលដល់ប្រទេសថៃឡើយយ៉ាងណានៅពេលមានការសួរនាំអំពីប្រជាជនថៃដែលរងផលប៉ះពាល់ដោយសារតែការធ្លាក់គ្រាប់បែកនៅក្នុងទឹកដីថៃលោកអនុទានបានឆ្លើយតបថាពេលនេះអាជ្ញាធរកំពុងឆ្លើយតបតាមរយៈក្រុមមធ្យោបាយដែលមានរួមទាំងការចូលរួមការទូតនិងវិធានការដើម្បីធានាសុវត្ថិភាពសាធារណៈផងដែរជាមួយគ្នានេះលោកអនុទានក៏បានបង្ហើបទៀតថាអាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ប្រាប់ខាងភាគីថៃរួចហើយថាឧបទ្ទវហេតុនេះគឺជាផ្នែកមួយនៃការប្រយុទ្ធគ្នាផ្ទៃក្នុងនិងមិនមែនជាការរំលោភបំពានដោយចេតនាលើទឹកដីថៃនោះទេលើសពីនេះលោកអនុទានក៏បានបន្ថែមថាលោកមិនអាចទទួលយករឿងនេះបានទេហើយប្រសិនបើមីយ៉ាន់ម៉ាត្រូវប្រយុទ្ធគ្នាលើកក្រោយទៀតប្រទេសថៃមិនគួរត្រូវបានរងផលប៉ះពាល់ឡើយគួររំលឹកថាកាលពីថ្ងៃទី20ខែមេសាឆ្នាំ2026វេលាម៉ោង11ថ្ងៃត្រង់កងទ័ពអាកាសមីយ៉ាន់ម៉ាបានដាក់ពង្រាយយន្តហោះចម្បាំងប្រភេទយ៉ា130និងមីជី29ដើម្បីធ្វើការវាយប្រហារតាមផ្លូវអាកាសនៅជិតមន្ទីរពេទ្យមួយដែលដំណើរការដោយសហភាពជាតិការ៉េនហៅកាត់ថា KNU និងផ្ទះសម្បែងរបស់ជនស៊ីវិលដែលនៅក្បែរនោះនៅក្នុងតំបន់ទីប្រជុំជនផាផុនរដ្ឋការ៉េនចម្ងាយប្រហែល500ម៉ែត្រពីព្រំដែនថៃអំឡុងប្រតិបត្តិការនោះកងទ័ពអាកាសមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកចំនួន9គ្រាប់ដោយតម្រង់ទៅលើតំបន់មន្ទីរពេទ្យប៉ុន្តែក្នុងនោះមានគ្រាប់បែកមួយគ្រាប់បានធ្លាក់ចូលទៅក្នុងទឹកដីថៃត្រង់ចំណុចមាត់ទន្លេសាល់វិនក្បែរភូមិម៉ែសម្លាប់ខេត្តម៉ែហុងស៊ុនដែលបានបង្កឲ្យមានភាពភ័យស្លន់ស្លោយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋថៃដែលរស់នៅក្បែរនោះរហូតធ្វើឲ្យពួកគេត្រូវបង្ខំចិត្តនាំគ្នារត់ភៀសខ្លួនដើម្បីសុវត្ថិភាពប៉ុន្តែទោះបីជាមានបញ្ហាដ៏ធំបែបនេះក្តីក៏ថៃមិនហ៊ានចាត់វិធានការដ៏ខ្លាំងក្លាណាមួយដើម្បីវាយបកឬឆ្លើយតបជាមួយមីយ៉ាន់ម៉ាឡើយគឺបានត្រឹមប្រកាសពង្រឹងសន្តិសុខផ្ទៃក្នុងនិងបន្តតាមដានមើលស្ថានភាពនៃសមរភូមិនៅមីយ៉ាន់ម៉ាប៉ុណ្ណោះ